ប្រសិនបើយើងវិភាគអំពីមនុស្សដែលពូកែសម្លក់សម្លឹងមើងងាយអ្នកដទៃគឺគួរអាចបែងចែកបានជាចំណុចចម្បងប៉ុន្មានដូចខាងក្រោមចំណុច1អង្គអាំងលើសមត្ថភាពខ្លួនឯងពួកគេជាអ្នកមានចំណេះដឹងឬសមត្ថភាពខ្ពស់មែនទេប៉ុន្តែប្រើវាដើម្បីបង្អួតឬគិតថាខ្លួនលើគេលទ្ធផលអាចបង្កការមិនគោរពនឹងមនុស្សដទៃនិងបង្កភាពឆ្លោះជាគ្រោះថ្នាក់ផ្លូវសង្គមចំណុច2ខ្វះភាពដឹងខ្លួននិងការស្មោះត្រង់ក្នុងចិត្តមនុស្សបែបនេះមិនងាយទទួលស្គាល់អ្វីដែលខ្លួនមិនដឹងទេពួកគេឃើញថាអ្នកផ្សេងគឺក្រោយខ្លួនតិចជាងខ្លួនជាសេចក្តីសន្និដ្ឋានដែលខុសពីសេចក្តីពិតចំណុច3មានទស្សនៈបិទគប់ closed-minded មិនយល់ទទួលមិត្តនៃអ្នកដទៃទេជឿតែក្នុងរបៀបឬស្តង់ដាររបស់ខ្លួនថាជាសីលធម៌ល្អបំផុតចំណុច4ប្រើសមត្ថភាពក្នុងការបាញ់បំពាន belittling others ប្រើចំណេះដឹងឬភាសារបស់ខ្លួនដើម្បីធ្វើឲ្យអ្នកផ្សេងមានអារម្មណ៍ថាកខ្វះឬក្អត់សមស្របជារបៀបសម្លាញ់គេឬឲ្យខ្លួនឡើងខ្ពស់ចំណុច5ខ្វះគុណធម៌នៃភាពទាបចិត្ត humility មនុស្សពិតជាពូកែតែងមានគុណធម៌ប៉ុន្តែមនុស្សបែបនេះតែងតែឃើញខ្លួនជាម្ចាស់ការពិតខ្វះទំនួលខុសត្រូវលើអាកប្បកិរិយាដែលប៉ះពាល់ដល់អ្នកដទៃ